ជំរាបសួរបងប្អូនយើងបាទបងប្អូនใน class ស្គាល់គាត់ចៃនេះមក live បងប្អូនយើងលេងមកលឺតំណែងកងតបរបស់យើងគឺគាត់បានមកដល់មាតុភូមិរបស់យើងវិញឯងបងប្អូនទាំងគ្នាអញ្ចឹងទៅក៏ថ្ងៃនេះ live ជជូនបងប្អូនទាំងគ្នារឿងកុរម៉ាក់ចិនរីកបងប្អូនបាទទៅប្រកួតនៅវៀតណាមទៅការប្រកួតហ្នឹង2ថ្ងៃ3ថ្ងៃហើយតែយើងទប់តែថ្ងៃនេះអញ្ចឹងក៏ធ្វើវីដេអូចែកជូនដល់បងប្អូនថ្ងៃនេះទៅបាទកុរម៉ាក់ចាំរីកគឺសាហាវកុំដប់ដៃគាត់បែបដៃម្ដាយបាទស្លាប់ឈរទៀតណាដាក់មកប៉ាំងភ្លឹងចូលនេះសៀតការពេលដែលដៃគាត់មកបងប្អូនអាចចូលមើលវីដេអូពេញនៅក្នុង channel YouTube ឬ Facebook ក៏បានដែរព្រោះខ្ញុំមិនបានផុសទេបាទវាយើងមិនមែនថតខ្លួនឯងវាអាចនឹង copyright កុរម៉ាក់ចិនរីកនេះបងប្អូនអរគ្នាបាទមិនមែនធម្មតាទេបាទមិនតែស្រុកខ្មែរក៏បបារដៃគូក្នុងគីឡូក៏ដែរហើយទាំងអាវុធកាយសម្បទានិងឆ្អឹងឆ្អែងរបស់គាត់គឺអំណោយផលកុរម៉ាក់ចិនរីកឯងខ្ទង់1ម៉ែត្រ7ជាងបងប្អូនហើយខ្វាយបានគ្រប់ទម្រង់ kick ក៏បានគុណខ្មែរក៏បានkick ក៏បានគុណខ្មែរក៏បានហើយ MMA ក៏បានព្រោះអាចបែកស្គាល់បានទៀតអញ្ចឹងគីឡូមែនដែរតែប៉ុន្តែខ្ញុំចង់ឡាយយូរជាងនឹងតែសារតែយើងរវល់ដែរហើយយើងចិត្តបានមើលបណ្ដាលវិញបងប្អូនដោយសារតែយើងត្រៀមទទួលបានសន្តិភាពពេញលេញមកវិញហើយអញ្ចឹងពេលណាដែលយើងបានសន្តិភាពពេញលេញមកវិញគឺបណ្ដាលក៏ចាប់ផ្ដើមនឹងបើកដំណើរការហើយកីឡាករក៏កំពុងចាប់ផ្ដើមฝึกហាត់បាទយើងតែប៉ុន្តែយើងនិយាយរឿងគូកុរម៉ាក់ចិនរីកត្រូវប្រកួតតែខ្ញុំសុំឆ្លិចទៅគូហាន់ពីប៉ះរឿងចត្រាតិចដោយសារតែខ្ញុំចង់ឃើញគូនឹងខ្លាំងមែនទេខ្ញុំចង់ឃើញគូពីរនឹងប៉ះគ្នាណាបាទហើយបើប៉ះគ្នាមែនខ្ញុំនៅតែយកហាន់ពីបាទយកហាន់ពីដែរព្រោះហាន់ពីបើបែកកីឡាករតាន់ស្វិតអាវុធចេញឥឡូវធ្ងន់ទៀតហាន់ពីល្អបាទរឿងចត្រាក៏ល្អដែរបាទតែបើសិនជាយកពីរហ្នឹងប៉ះគ្នាមែនខ្ញុំយករឿងចត្រាហាន់ពីបាទហាន់ពីឲ្យភាគរយហាន់ពីទៅដល់ 70% រឿងចត្រា 30% ទេគូនេះមិនអាចតបតបានទេតែមកឆ្ងាញ់ល្អមើលតែសង្ឃឹមលើហាន់ពីច្រើនមែនទេបាទកុរម៉ាក់ដែនរីកត្បិតតែនៅក្នុងស្រុកខ្មែរយើងមិនតន់សេចជាល្បីឈ្មោះតែបើនៅទៅក្រៅបងប្អូនទៅវាយចិនទៅវាយអីបាទវៀតណាមទៅអីឈ្នះរហូតអត់ស្អីដែរឃើញចាញ់ឃើញអីទេឈ្នះរហូតហើយរ៉ាន់សរ៉ាត់អីទៅតែបានខ្សែក្រវ៉ាត់បាទ13ឆ្នាំហើយបាទខ្សែក្រវ៉ាត់នៅវៀតណាមនេះគឺខ្សែក្រវ៉ាត់លើកទី1ហើយអញ្ចឹងយើងកំពុងតែបដោះធនធានដូចកុរម៉ាក់ចិនរីកកីឡាករស្គរក្រោយគឺល្អច្រើនបាទគឺល្អច្រើនមានតែក្បាច់ក្បួនណាខ្ញុំលើក2នាក់ដែលចូលចិត្តមើលគាត់បាយគេមានតែហាន់ពីហើយនឹងកុរម៉ាក់ចិនរីកហ្នឹងឯងបាទល្អមែនទេបងប្អូនគ្នាបាទយូរអីអញ្ចឹងយើងសុំបិទ